ចាមីមុននឹងបត់ខោអាវគឺថាសុំរំមកបត់សិនហើយនេះអ្នកទាំងអស់គ្នាស្ទាយបត់ខោអាវគេនេះកំពុងតែបត់ខោអាវអញ្ចឹងគេស្រែកសួរកុំឲ្យនិយាយព្រោះអីគេត្រូវការបត់ខោអាវគេត្រូវការថតរូបកុំឲ្យសំឡេងគេចេញមកខាងក្រៅអញ្ចឹងណាអាមីគាត់ពាក់ខោអាវរៀងចុះបន្តិចដោយសារតែគាត់ពេលលាងដៃអញ្ចឹងគាត់សើមដៃអាវអីអញ្ចឹងគាត់ចេះនៅអញ្ចឹងគាត់ដូរអាវថ្មីហើយពេលខ្លះគាត់ញ៉ាំអីអញ្ចឹងទៅអត់ប្រយ័ត្នក៏ប្រឡាក់ដល់ពេលអញ្ចឹងគឺខោអាវរៀងច្រើនជាងគេតែឥឡូវស្រួលហើយធំគ្រាន់អញ្ចឹងទៅជួយបត់ខោអាវនិយាយទៅខាងងារក្នុងផ្ទះគាត់ជួយបានច្រើនមែនទែនជាពិសេសអីហ្នឹងគឺថាពេលងូតទឹកអីអញ្ចឹងគាត់ទៅរៀបចំខោអាវខ្លួនគាត់ហើយពេលហៅទៅងូតទឹកម្ដងអញ្ចឹងគាត់ទៅយកខោអាវគាត់ដូចជាយប់ឡើងអញ្ចឹងត្រូវគេងគាត់យកឈុតគេងគាត់មួយឈុតលីអូមួយអីចឹងគឺត្រៀមពេលប៊ិចទឹកហើយស្លៀកពាក់ខ្លួនឯងតែម្ដងហើយមិនមែនធ្វើសម្រាប់តែខ្លួនឯងទេធ្វើឲ្យជជែកគេទៀតពេលជជែកគេងូតទឹកអញ្ចឹងឬមួយក៏ដុសធ្មេញអញ្ចឹងគឺគេទៅរៀបចំច្រាស់ដុសធ្មេញហើយនឹងកៅទឹកទុកឲ្យជជែកគេតែម្ដងជជែកគេគ្រាន់តែចូលបន្ទប់ទឹកហើយចូលដុសធ្មេញបានតែម្ដងអត់ពិបាកទេសេវាកម្មគឺល្អមែនទែនចាអេមីនេះជាពិសេសឲ្យតែនិយាយសម្ដីផ្អែមដាក់បន្តិចគឺថាធ្វើអស់ហើយក្នុងផ្ទះអ្នកទាំងអស់គ្នាបើនិយាយទៅនៅផ្ទះស្អីក៏ចេះដែរហើយសម្ដីច្រេចប៉ុន្តែពេលចេញទៅក្រៅនិយាយជាមួយគេគឺអត់និយាយទេព្រោះចេញទៅក្រៅហ្នឹងអត់សូវស្គាល់គេហើយណាមួយទៅអត់សូវហ៊ាននិយាយទេដល់ពេលនៅផ្ទះហ្នឹងគឺថាសិតតអ្នកនៅក្នុងផ្ទះគឺនិយាយសម្ដីចាក់ទឹកមិនលិចទេច្រេចតែម្ដងឃើញអញ្ចឹងមែនចេះណាអ្នកទាំងអស់គ្នានៅក្នុងផ្ទះហ៎មិនមែនចេះតែសរសើរណាគឺចេះមែនបត់ខោអាវហើយនឹងជួយយកខោអាវទៅជួយធ្វើបានទាំងអស់ក្នុងបន្ទប់ទឹកអីអញ្ចឹងគឺថាត្រូវការខ្វះអីអញ្ចឹងគឺជួយឲ្យហុចជួយឲ្យធ្វើគឺបានទាំងអស់តែម្ដងសូម្បីតែលាងចានអ្នកទាំងអស់គ្នាដឹងតែថាខ្ញុំលាងចានហើយអញ្ចឹងគាត់រត់យកកណ្ដាប់ជូតចានហ្នឹងគឺដាក់កៅអីឡើងមកជូតហើយទាំងខ្លួនតូចឯណាប៉ុន្តែទាញកៅអីអូសមកឡើងប្រាប់ថាមកជួយជូតហើយជួយជូតចានហើយទៅរៀបចូលទៅក្នុងទូមកស្អាតតែម្ដងនិយាយទៅគឺអត់សូវពិបាកប្រើទេគឺមានចិត្តមែនទែនហើយរឿងញ៉ាំរឿងអីក៏ស្រួលដែរស្អីក៏អាចញ៉ាំបានដែរឲ្យតែមានរបស់ញ៉ាំគឺញ៉ាំអត់រើសទេហើយញ៉ាំបានច្រើនមែនទែនប៉ុន្តែគ្រាន់ថាញ៉ាំច្រើនអត់សូវធំប៉ុន្តែអ្វីដែលសំខាន់គឺបកាយខឹងតែម្ដងគឺងោសាហាវណាស់ចែហ្នឹងឲ្យតែធ្វើអីអន់ចិត្តតិចគឺងោទៅគេលើក្រេគ្រូភួយចិត្តហើយជាពិសេសយើងសំដីធំបីតិចតួចគឺអត់បានទេអង្គុយយំដេកគ្រូភួយហើយយកខ្នើយដេកអោបយំនៅនឹងឯងតោះតែយើងទៅលួងអីតិចតួចអីចឹងទៅបានគេអស់ចិត្តហើយគេមកលេងមួយយើងវិញហើយចូលចិត្តច្នៃណាឲ្យថាអោបចែកគេខឹងហើយគេថាអោបតែចែកគេអត់អោបគេទេហើយសូម្បីតែពេលយើងរវល់ត្រូវការនិយាយជាមួយចែកគេក៏គេអត់សុខចិត្តដែរនិយាយជាមួយចែកគេហើយភ្លេចនិយាយជាមួយគេក៏គេខឹងដែរបកែតូចចិត្តតូចថ្លើមហ្នឹងគឺចែអេមីលេខ1អ្នកទាំងអស់គ្នាប៉ុន្តែគាត់ថាការងារក្នុងផ្ទះអីគឺថាមិនបាច់ហៅទេគឺមានចិត្តជួយគ្រប់មុខតែម្ដងឲ្យតែការងារណាធ្វើបានគាត់ចូលមកជួយទាំងអស់តែម្ដងណាហើយហៅតែមួយម៉ាត់អីគឺមកហើយអត់ពិបាកហៅច្រើនដងទេហើយសម្ដីគេផ្អែមណាស់តែហៅម្ដងគេឆ្លើយចាស់ម៉ាមីបើនិយាយទៅគឺថាធ្វើឲ្យផុងចិត្តផុងប្រាណជាមួយចាអេមីនឹងហ្មងហើយកៅអៅគាត់ហ្នឹងគឺគាត់បត់ខ្លួនឯងទាំងអស់អត់មានបាក់ណាជួយទេគាត់បត់ហើយគាត់លើកដៃឲ្យមើលទៀត